ស្ងាត់ពុកម៉ែបងប្អូនកូនខ្មែរដែលរស់នៅប្រទេសបារាំងបានចេញធ្វើការប្រកួតនៅទឹកដីនៃប្រទេសអេស្ប៉ាញសំខាន់វាយលំដាប់លេខ1អេស្ប៉ាញរាប់ហើយគេមិនឲ្យឈ្នះទៅទៀតអ្នកនិយមតាមដានវិស័យកីឡាប្រដាល់គុណខ្មែរជាទីគោរពនិងជាទីរាប់អានបងប្អូនមួយចំនួនធំប្រហែលជាស្គាល់អំពីឈ្មោះរបស់ទឹកសវណ្ណសៀងហៃឬក៏ធីមសៀងហៃដែលមាន Facebook Page ឈ្មោះថាសៀងហៃគុណខ្មែរនៅពេលមុននេះសៀងហៃគុណខ្មែរបានធ្វើការបង្ហោះរូបភាពអមដោយសម្ដែងនៅលើបណ្ដាញសង្គមរបស់ខ្លួនទាក់ទងទៅនឹងការចេញទៅផ្សព្វផ្សាយគុណខ្មែរនៃទឹកដីនៃប្រទេសអេស្ប៉ាញបែបនេះថាអរគុណដល់មិត្តបារាំងដែលបានចំណាយពេលមកគាំទ្ររូបខ្ញុំដល់ប្រទេសអេស្ប៉ាញនិងអរគុណដល់អ្នកទស្សនានៅប្រទេសអេស្ប៉ាញដែលបានចូលចិត្តនិងស្គាល់រូបខ្ញុំបានជាកីឡាករគុណខ្មែរនៅទឹកដីអឺរ៉ុបខ្ញុំខានប្រកួត7ខែហើយតែការប្រកួតមួយនេះជាការប្រកួតមួយដ៏សប្បាយរីករាយសម្រាប់ខ្ញុំដែលខ្ញុំអាចធ្វើឲ្យ fan អេស្ប៉ាញនិងម្ចាស់កម្មវិធីពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងបានដែលខ្ញុំអាចធ្វើឲ្យលោកអញ្ញាកដាលរាប់ដល់លំដាប់លេខ1អេស្ប៉ាញម្នាក់នេះឡើងវង្វេងបើទោះជាបកប្រកួតនៅទឹកដីគេលទ្ធផលមិនបានល្អក្តីគឺខ្ញុំសប្បាយរីករាយនៅការប្រកួតមួយនេះជាខ្លាំងផ្ទះគេគឺមិនដូចផ្ទះយើងត្រូវតែយល់រៀនបើកចិត្តទទួលយកតែខ្ញុំសប្បាយរីករាយសម្រាប់ការឲ្យតម្លៃពីប្រទេសអេស្ប៉ាញនិងអរគុណដល់សារព័ត៌មានប្រទេសអេស្ប៉ាញដែលបានសម្ភាសនិងសួរនាំពីពាក្យគុណខ្មែរមកកាន់ខ្ញុំក្នុងនាមជាអ្នកផ្សព្វផ្សាយគុណខ្មែរបាទអញ្ចឹងពុកម៉ែបងប្អូនបាទសៀងហៃចេញទៅប្រកួតនៅអេស្ប៉ាញប៉ះកីឡាករលំដាប់ហើយបាទប៉ះលំដាប់របស់អេស្ប៉ាញអញ្ចឹងគាត់ជាយាមអស់គេហៅថាពីសមត្ថភាពហើយណាពុកម៉ែបងប្អូនបាទគាត់ប៉ះជាមួយនឹងអាមេបបាទហ្សាល់ហ៊ីបាទអញ្ចឹងសៀងហៃរបស់យើងត្រូវប៉ះនេះគឺប៉ះលំដាប់លេខ1របស់អេស្ប៉ាញតែម្ដងណាពុកម៉ែបងប្អូនខ្ញុំសូមជម្រាបអញ្ចឹងយើងវាយឲ្យគេរាប់ក៏ប៉ុន្តែយើងមិនអាចទទួលបានជ័យជំនះបាទត្រង់ចំណុចនេះគឺស្ដាយណាពុកម៉ែបងប្អូនបាទស្ដាយតែមិនដឹងថាធ្វើបែបណាបាទយើងចាំតាមដានបាទបន្តទៅទៀតហើយតាក់ទងទៅនឹងធីមសៀងហៃនេះគឺគាត់លះបង់ច្រើនបាទសម្រាប់គុណខ្មែរដូចខ្ញុំលើកឡើងដដែលអញ្ចឹងបាទគឺគាត់លះបង់ច្រើនណាស់ដើម្បីវិស័យកីឡាប្រដាល់គុណខ្មែរគាត់ទៅតែឯងទេពុកម៉ែបងប្អូនណាបាទគាត់ទៅតែឯងតើបារាំងហ្នឹងគាត់ទៅប្រហាត់គេប្រហាត់កីឡាករបាទនៅបារាំងហ្នឹងបាទគាត់ចេញទៅផ្សព្វផ្សាយគាត់ប្រាប់គេថាអូគុណខ្មែរហ្នឹងយ៉ាងម៉េចនេះក្បាច់គុណខ្មែរហ្នឹងគេវាយរបៀបម៉េចចេញចូលអាម៉េចអីអាម៉ាអីបាទគឺមិនធម្មតាទេពុកម៉ែបងប្អូនណាបាទដូចខ្ញុំលើកឡើងទៀតថាគាត់ព្យាយាមហើយបាទគាត់ប្រឹងហើយបាទអញ្ចឹងសង្ឃឹមថាបងប្អូនយើងទាំងអស់គ្នានឹងព្យាយាមបាទលើកទឹកចិត្តដល់គាត់ដូចគ្នាខ្ញុំគាំទ្រណាពុកម៉ែបងប្អូនខ្ញុំគាំទ្រពេញទំហឹងតែម្ដងសម្រាប់ធីមសៀងហៃឬក៏ទឹកសវណ្ណសៀងហៃនេះដោយសារការលះបង់របស់គាត់យើងមើលឃើញទាំងអស់គ្នាបាទការលះបង់របស់គាត់ទី1ទី2គឺគេហៅថាការចេញទៅផ្សព្វផ្សាយមើលបាទទៅដល់អេស្ប៉ាញទៅដល់អីមិនធម្មតាទេហើយគាត់វាយគេឲ្យរាប់ទៀតបាទសំខាន់គាត់វាយគេឲ្យរាប់បាទគាត់វាយគេឲ្យរាប់ហើយអ្វីត្បិតតែมันអាចទទួលបានតែជ័យជំនះក្តីក៏ប៉ុន្តែគាត់អាចវាយគេឲ្យរាប់បានអញ្ចឹងមានន័យថាគាត់ធ្វើបានល្អហើយនៅពុកម៉ែបងប្អូនមកគាត់ធ្វើបានល្អហើយដូច្នេះពុកម៉ែបងប្អូនអ្នកតាមដានបាទវិស័យកីឡាប្រដាល់បាទគុណខ្មែរចូលរួមបាទលើកទឹកចិត្តដល់កីឡាកររបស់កម្ពុជាបាទម្នាក់មួយផងហើយបើសិនជាខ្ញុំលើកទៅបាទលើសលួសឬមួយក៏ត្រូវខុសបាទដោយប្រការណាមួយនោះក៏សូមខន្តីអភ័យទោសហើយបើពេញចិត្តសូមកុំភ្លេចចុចពាក្យជាវឬក៏ Subscribe ម្នាក់មួយវិស័យនោះគឺ share ចែករំលែកលើកទឹកចិត្តដល់បាទធីមសៀងហៃម្នាក់មួយបាទគាត់ប្រឹងប្រែងគាត់ខ្នះខ្នែងគាត់ខិតខំអស់ហើយបាទក៏ប៉ុន្តែធ្វើម៉េចបាទទៅវាយនៅប្រទេសគេបាទបើវាយគេមិនស្លាប់ទេគឺមិនងាយទេហើយនេះគាត់វាយគេរាប់ផងនៅតែគេឲ្យចាញ់បាទចុះតម្រាំវាយមិនឲ្យគេរាប់ទៀតបាទមិនបាច់និយាយទេពុកម៉ែបងប្អូនបាទមានអីនិយាយមួយគេទេ
តែតងបាទតើនឹងព័ត៌មានក៏នឹងមានតែប៉ុណ្្នឹងដែរសូមជម្រាបលា